តើសម្ពាធឈាមប្រមាណទៅដែលគេចាត់ទុកថាមានបញ្ហាលើសសម្ពាធឈាមឬក៏ឡើងឈាមបងប្អូនកលេចមើលសង្គមបច្ចុប្បន្ននេះគឺមនុស្សដែលគាត់មានបញ្ហាប្រឈមជាមួយនឹងលើសឈាមឬក៏ឡើងឈាមនេះគឺច្រើនមែនតើពីមុនយើងតែងតែគិតថាតើតើមនុស្សចាស់ជ្រេវ័យបានកើតនៅតកតងជាមួយនឹងការដែលយើងឡើងឈាមតែឥឡូវនេះមិនថាក្មេងមិនថាវ័យជំទង់ឬក៏វ័យកណ្ដាលអីទេមានបញ្ហាឡើងឈាមគឺច្រើនមែនតើពីមួយថ្ងៃទៅមួយថ្ងៃបងប្អូនមើលស្ថិតិតាមមន្ទីរពេទ្យគឺកើនឡើងច្រើនមែនតើហើយមនុស្សដែលគាត់ញ៉ាំថ្នាំជាអាហារក៏ច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែរអញ្ចឹងពាក់ព័ន្ធនឹងការដែលយើងយកកម្រិតតទៅនឹងសម្ពាធឈាមហ្នឹងគឺគេមើលទៅលើពីរចំណុចធំចំណុចទី1គេហៅថា systolic គេហៅសម្ពាធឈាមខាងលើនិងមួយទៀត diastolic គឺសម្ពាធឈាមផ្នែកខាងក្រោមអញ្ចឹងបើសិនជាបងប្អូនមើលករណីទី1គេហៅថា systolic ហ្នឹងតូចជាង120ហើយ diastolic ហ្នឹងត្រឹម80បានន័យថា normal ក្នុងកម្រិតធម្មតាតែករណីទី2បើសិនជាបងប្អូនពិនិត្យឃើញទៅឃើញចន្លោះចាប់ពីបានន័យថា systolic ហ្នឹង120ទៅ129ហ្នឹងហើយ diastolic ហ្នឹងគឺ80បានន័យថាស្ថិតនៅក្នុងការដែលយើងប្រុងប្រយ័ត្ននៅក្នុងការដែលប្រឈមជាមួយនឹងបញ្ហាសម្ពាធឈាមហើយករណីមួយទៀតបងប្អូនអ្នកគ្នាបើសិនជាបងប្អូនពិនិត្យឃើញទៅគេហៅថា systolic ចន្លោះចាប់ពី130ទៅ139ហើយdiastolic ពី80ទៅ89ហ្នឹងបងប្អូនស្ថិតនៅក្នុងគេហៅថាមនុស្សដែលមានបញ្ហាសម្ពាធឈាមកម្រិតទី1ហើយករណីមួយទៀតបើសិនជាបងប្អូនបណ្ឌិតទៅឃើញចន្លោះគេហៅថា systolic ចាប់ពី140ឡើងទៅហើយ diastolic គឺ90ឡើងទៅបានន័យថាបងប្អូនស្ថិតនៅក្នុងកម្រិតសម្ពាធឈាមគេហៅថាកម្រិតទី2ហើយករណីមួយទៀតបើសិនជាបងប្អូនពិនិត្យឃើញឡើងចាប់ពី180គេហៅថា systolic ឡើងពី180ឡើងហើយ diastolic គឺចាប់ពី120ទៅគេហៅថាហានិភ័យស្ថិតនៅក្នុងគេហៅថាជំងឺលើសឈាមកម្រិតទី3បងប្អូនមានបញ្ហាប្រឈមជាមួយនឹងការដាច់សរសៃឈាមមានបញ្ហាប្រឈមជាមួយនឹងបញ្ហាសុខភាពអញ្ចឹងបងប្អូនបើសិនជានៅក្នុងក្រុមទី3គឺបងប្អូនបញ្ញាទៅពិគ្រោះយោបល់ក៏ដូចជាទៅជួបប្រឹក្សាជាមួយនឹងគេហៅថាដុកទ័រជំនាញខាងហ្នឹងឲ្យលឿនបំផុតព្រោះប្រឈមជាមួយនឹងបញ្ហាសុខភាពខ្លាំងអញ្ចឹងពាក់ព័ន្ធនឹងកម្រិតទាំងអស់ហ្នឹងបងប្អូនអរគ្នាចងចាំឲ្យយកទៅប្រាប់ក៏ដូចជាចែករំលែកទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនទាំងអស់គ្នាដើម្បីឲ្យគាត់យល់ដឹងបើសិនជាបងប្អូនមានម៉ាស៊ីនឬក៏មានពេលអាសាទៅឆែកសុខភាពមើលក៏ល្អទៅនឹងមើលសម្ពាធឈាមថាតើសម្ពាធឈាមបងប្អូននឹងកំពុងតែស្ថិតនៅក្នុងតំបន់មួយណាកម្រិតទី1ទី2ឬក៏តំបន់កម្រិតក្រហមអញ្ចឹងពាក់ព័ន្ធនឹងការដែលបងប្អូនមានបញ្ហាប្រឈមជាមួយនឹងជំងឺលើសឈាមហ្នឹងអ្វីដែលខ្ញុំចង់ចូលរួមក្នុងមួយគឺបងប្អូនធ្វើម៉េចកាត់បន្ថយញ៉ាំអាហារប្រៃមិនថាទឹកប្រហុកមិនថាផ្អកមិនថាអាហារដែលបងប្អូនញ៉ាំរាល់ថ្ងៃប្រើអំបិលច្រើនហ្នឹងព្រោះតែកាលណាបងប្អូនញ៉ាំអំបិលក៏ដូចជាសារធាតុប្រៃចូលសូដ្យូមចូលច្រើនវាធ្វើឲ្យឈាមសរសៃឈាមបងប្អូនចាប់ផ្ដើមរឹងតែកាលណាសរសៃឈាមបងប្អូនចាប់ផ្ដើមរឹងវាធ្វើឲ្យបងប្អូនមានបញ្ហាចេញសញ្ញាអាសាររុយគឺចឹងក៏មានបញ្ហាអាសាស្ពឹកបបោមាត់ស្វាំងភ្នែកចឹងទៅអញ្ចឹងបងប្អូនទាំងអស់គ្នាប្រយ័ត្នប្រយែងនៅក្នុងការទទួលទានបើសិនជាគិតថាខ្លួនឯងកំពុងតែមានបញ្ហាប្រឈមស្ថិតនៅក្នុងផ្នែកណាមួយហើយបើគិតថាវីដេអូហ្នឹងមានសារៈប្រយោជន៍សម្រាប់បងប្អូនអរគ្នាកុំភ្លេចជួយបញ្ជូនបន្តទៅដល់មនុស្សជាទីស្រឡាញ់បងប្អូនទាំងអស់គ្នាដើម្បីដឹងព័ត៌មានហ្នឹងគ្រប់គ្នាផងដែរហើយបើសិនជាបងប្អូនដែលកំពុងតែមើលវីដេអូហ្នឹងហើយកំពុងតែមានខ្លួនឯងក៏ដូចជាក្រុមគ្រួសារដែលកំពុងតែជួបវិបត្តិនៅបញ្ហាសម្ពាធឈាមមានបញ្ហាឡើងឈាមអីហ្នឹងចង់ប្រឹក្សាក៏ដូចជារកដំណោះស្រាយធ្វើម៉េចឲ្យសុខភាពល្អហ្នឹងអាចតម្លាក់ខមមិននៅក្នុងវីដេអូហ្នឹងបានរូបខ្ញុំបាទនឹងប្រឹក្សាបងប្អូនបន្ថែមទៀតអញ្ចឹងថ្ងៃហ្នឹងគឺរូបខ្ញុំបាទមានការចូលរួមតែប៉ុណ្្នឹងទេបងប្អូនអរគ្នាអរគុណច្រើន